ថ្ងៃនេះខ្ញុំសូមជម្រាបសួរបងប្អូនមិត្តជាទីរាប់អានទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយចឹងណែនាំនិយាយសម្រាប់បញ្យល់អំពីវិភាគប្រធានបទការវិភាគសង្គមនិងចិត្តសាស្ត្រno money no respect គ្មានលុយគ្មានតម្លៃតថភាពសង្គមដែលមិនអាចប្រកែកបានឬគ្រាន់តែជាទស្សនៈខុសគោលមុននឹងឈានចូលនិយាយសម្រាប់អត្ថបទនេះខ្ញុំសូមមេត្តាខន្តីអភ័យទោសទៅដល់បងប្អូនជាទីរាប់អានទាំងអស់គ្នាឲ្យបានជាថាដោយសារមូលហេតុដោយសារសម្លេងរបស់ខ្ញុំមានការរអាក់រអួលនិយាយមិនសូវច្បាស់និងនិយាយយឺតពីកំណើតសូមបងប្អូនមេត្តាជាសាយខន្តីអភ័យទោសផងបើមានចំណុចទៅណាមិនបាទសូមពេលខ្ញុំសម្រាយអត្ថបទទាំងអស់ហើយសូមបងប្អូនមេត្តាជួយខមមិននៅចំណុចដែលមិនខ្ញុំនិយាយមិនច្បាស់លាស់ផងខ្ញុំនឹងកែសម្រួលនឹងឆ្លើយតបវិញយ៉ាងលឿនហើយមួយទៀតខ្ញុំបានបន្ទាប់ពីការធ្វើវីដេអូនឹងហើយខ្ញុំបានដាក់ link website ដើម្បីរលុយនៅក្នុងcomment ក្រុមវីដេអូសូមបងប្អូនជួយ support និងគាំទ្រ website ដែលខ្ញុំទំបើករកស៊ីទាំងអស់គ្នាផងឲ្យវាដំណើរការផងសូមបងប្អូនមេត្តានឹងយកផងឥឡូវកុំឲ្យខាត់ពេលយូរយើងចូលនិយាយសម្រាប់នៅប្រធានបទទៅមូដូតទៅនៅក្នុងសង្គមសម័យទំនើបដែលត្រូវបានជំរុញយ៉ាងខ្លាំងដោយលទ្ធិសម្ភារៈនិយមនិងការលូតលាស់នៃបណ្ដាញសង្គមយុវជនជាច្រើនតែងតែចោទសួរខ្លួនឯងដោយឈឺចាប់ថារឿងតើវាជាការពិតមែនទេដែលថាបើយើងគ្មានលុយតួយើងគ្មានតម្លៃនិងគ្មានអ្នកណាមកគោរពយើងឡើយអត្ថបទនេះចង់វិភាគដីអំពី no money no respect គ្មានលុយគ្មានតម្លៃនេះត្រូវបានរៀបចំឡើងដើម្បីបើកកលកាយការពិតនៅអិរិយាបថរបស់មនុស្សក្នុងសង្គមបច្ចុប្បន្នវិភាគពីមូលហេតុដែលមនុស្សសូម្បីតែសាច់ញាតិតួខ្លួនអាចផ្លាស់ប្ដូរការប្រព្រឹត្តមកលើអ្នកដោយផ្អែកលើឋានភាពហិរញ្ញវត្ថុព្រមទាំងដល់ជាយុទ្ធសាស្ត្រក្នុងការកសាងតម្លៃខ្លួនឯងនិងសេរីភាពផ្លូវចិត្តពីសម្ពាធនៃកាបូបលុយឥឡូវនេះកុំឲ្យខាតពេលយូរយើងទៅចូលដល់កថាខណ្ឌទី1ដូចតទៅកថាខណ្ឌទី1ការទទួលស្គាល់តថភាពសង្គមជាក់ដែងដែលត្រូវបានកោតដណ្ដប់ដោយសម្ភារៈនិយមយើងមិនអាចបដិសេធបានឡើយថាសង្គមបច្ចុប្បន្នមានទំនោរខ្លាំងទៅលើការវាស់វែងតម្លៃមនុស្សឯកលើទ្រព្យសម្បត្តិខាងក្រៅរបៀបដែលមនុស្សជំវិញខ្លួនភ្នាក់ងារសេវាកម្មឬសំបីតែមិត្តភ័ក្តិឬសាច់ញាតិធ្វើការទំនាក់ទំនងនឹងប្រព្រឹត្តមកលើអ្នកជារឿយត្រូវបានកំណត់ដោយសម្លៀកបំពាក់ដែលអ្នកពាក់ម៉ាកទូរស័ព្ទ
ដែលអ្នកកាន់ឬឡានដែលអ្នកជិះនេះគឺជាតថភាពសង្គមមួយដ៏ជូរចត់ដែលមនុស្សភាគច្រើនចូលចិត្តលេងល្បែងវាយតម្លៃពីសម្បកខែវដោយសារតែជាវិធីដែលលឿននិងងាយស្រួលបំផុតក្នុងការកំណត់ឋានៈសង្គមរបស់បុគ្គលម្នាក់ទង្វើបែបនេះបានបង្កើតជាបរិយាកាសមួយដែលធ្វើឲ្យអ្នកខិតខ្វល់ឬអ្នកដែលមិនទាន់ជោគជ័យផ្នែកហិរញ្ញវត្ថុមានអារម្មណ៍ថាខ្លួនត្រូវបានគេមើលរំលងបំបិទសិទ្ធិសម្លេងនិងមិនទទួលបានការគោរពសមរម្យកថាខណ្ឌ2មូលហេតុវិវត្តន៍និងចិត្តសាស្ត្រដែលមនុស្សចូលចិត្តដល់តម្លៃលើលុយកាក់តាមទស្សនៈចិត្តសាស្ត្រវិវត្តន៍ទំនោរនៃការគោរពអ្នកមានទ្រព្យសម្បត្តិមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែជាសភាវគតិការពារខ្លួនរបស់មនុស្សតាំងពីបុរាណកាលមកម្ល៉េះកាលពីសម័យដើមមនុស្សតែងតែស្វែងរកនិងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលណាដែលមានធនធានច្រើនដូចជាអ្នកបរបាញ់ពូកែឬអ្នកមានទឹកដីច្រើនដើម្បីធានាសុវត្ថិភាពនិងការរស់រានមានជីវិតរបស់ខ្លួននៅក្នុងសង្គមសម័យថ្មីលុយបានក្លាយជាទឹកលុយបានក្លាយជាតំណាងឲ្យកម្លាំងធនធាននិងអំណាចសុវត្ថិភាពទាំងនោះដូចនេះការដែលមនុស្សឬសាច់ញាតិគោរពអ្នកមានលុយជារឿយមិនមែនជាការគោរពចរិតលក្ខណៈរបស់បុគ្គលនោះទេប៉ុន្តែជាការគោរពចំពោះអំណាចសម្រាប់ចិត្តនិងធនធានដែលអាចដល់ផលប្រយោជន៍ឬសុវត្ថិភាពរបស់ដល់ពួកគេទៅថ្ងៃក្រោយកថាខណ្ឌ3វិបត្តិសាច់ញាតិហេតុអ្វីបានជាឈាមជ័រតខ្លួនក៏វាយតម្លៃលើទំហំកាបូបលុយរឿងដែលឈឺចាប់បំផុតសម្រាប់មនុស្សជាច្រើនគឺការសង្កេតឃើញថាសូម្បីតែរង្វង់គ្រួសារឬសាច់ញាតិឈាមជ័រតខ្លួនក៏ដល់ការស្វាគមន៍និងការដាក់បង្គាប់ខុសគ្នាទៅតាមឋានភាពហិរញ្ញវត្ថុរបស់សមាជិកម្នាក់ដែរនៅក្នុងកម្មវិធីជួបជុំគ្រួសារសមាជិកដែលមានលុយកាក់ច្រើនឬមានមុខមាត់ក្នុងសង្គមតែងតែទទួលបានការអង្គុយនៅកន្លែងកិត្តិយសទទួលបានការសាកសួរដោយយកចិត្តទុកដាក់និងមានសម្លេងធ្ងន់ក្នុងការសម្រាប់ចិត្តរឿងគ្រួសារផ្ទុយទៅវិញសមាជិកដែលសុទ្ធសោយផ្នែកហិរញ្ញវត្ថុជារឿយត្រូវបានគេទុកចោលឲ្យនៅឯកោឬត្រូវបានសួរដេញដោលតាមបែបមើលសៀនេះដោយសារតែសាច់ញាតិក៏ជាមនុស្សធម្មតាដែលមានភាពទន់ខ្សោយផ្នែកផ្លូវចិត្តនិងងាយរងឥទ្ធិពលពីសម្ពាធប្រៀបធៀបរបស់សង្គមដែលចង់បង្ខូចសមាជិកគ្រួសារដែលលេចធ្លោដើម្បីចង់បង្អួតសមាជិកគ្រួសារដែលលេចធ្លោដើម្បីដំឡើងមុខមាត់ខ្លួនឯងកថាខណ្ឌ4គ្រោះថ្នាក់នៃការបណ្ដោយឲ្យកាបូបលុយមកកំណត់តម្លៃខ្លួនឯងទោះបីសង្គមអាចប្រព្រឹត្តមកលើអ្នកបែបណាក៏ដោយកំហុសស្គនដ៏ធ្ងន់ធ្ងរបំផុតដែលអ្នកអាចធ្វើបានគឺការបណ្ដោយឲ្យស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នមក
បញ្ជានឹងកំណត់តម្លៃប្រកបខ្លួនឯងនៅពេលដែលអ្នកគ្មានលុយហើយអ្នកជឿជាក់តាមការមើល share របស់សង្គមថាខ្លួនឯងជាមនុស្សគ្មានតម្លៃមានតម្លៃជឿជាក់ខ្លួនហើយអ្នកជឿជាក់តាមការមើល share របស់សង្គមថាខ្លួនឯងជាមនុស្សមានតម្លៃនោះអ្នកនឹងធ្លាក់ចូលក្នុងវិបត្តិបាត់បង់ចំណូលចិត្តការភ័យខ្លាចនិងការបាក់ទឹកចិត្តយ៉ាងជ្រៅតម្លៃនៃភាពជាមនុស្សមិនមែនត្រូវបានវាស់វែងដោយតួលេខនៅក្នុងគណនីធនាគារនោះឡើយលុយកាក់គ្រាន់តែជាធនធានឧបករណ៍ខាងក្រៅដែលអាចកើនឡើងឬធ្លាក់ចុះនៅពេលណាក៏បានប៉ុន្តែតម្លៃនៃអត្តចរិតវិន័យសេចក្តីថ្លៃថ្នូរនិងសក្តានុពលនៃការអភិវឌ្ឍខ្លួនរបស់អ្នកគឺជាទ្រព្យសម្បត្តិពិតប្រាកដដែលគ្មានអ្នកណាអាចលួចយកបានឡើយកថាខណ្ឌ5ការបែងចែកឲ្យច្បាស់រវាងការគោរពពិតប្រាកដនិងការឯកអកដើម្បីរំដោះខ្លួនចេញពីទុក្ខកង្វល់នេះអ្នកត្រូវចេះបែងចែកឲ្យច្បាស់រវាងការគោរពពិតប្រាកដនិងការលួងលោមឯកអកដើម្បីផលប្រយោជន៍ការគោរពដែលមនុស្សភាគច្រើនដងទៅឲ្យអ្នកមានលុយនិងសម្ភារៈនិយមជារឿយមិនមែនជាការគោរពពិតប្រាកដនោះទេប៉ុន្តែវាគ្រាន់តែជាការឯកអកព្រោះចង់បានប្រយោជន៍ចង់បានលុយកាក់ឬចង់បានឱកាសពីបុគ្គលនោះប៉ុណ្ណោះការគោរពបែបសម្ភារៈនេះនឹងរលាយបាត់ទៅវិញភ្លាមនៅពេលដែលលុយកាក់ឬអំណាចនោះត្រូវបានបាត់បង់ផ្ទុយទៅវិញការគោរពពិតប្រាកដគឺការចេញពីការកោតសរសើរចំពោះចរិតលក្ខណៈសេចក្តីល្អភាពស្មោះត្រង់វិន័យការងារនិងការដល់តម្លៃដល់អ្នកដទៃដែលជាការគោរពដ៏មានថេរភាពនិងយូរអង្វែងបំផុតកថាខណ្ឌទី6យុទ្ធសាស្ត្រកសាងតម្លៃខ្លួនឯងក្នុងពេលដែលមិនទាន់មានលុយនៅក្នុងកំឡុងពេលដែលអ្នកមិនទាន់សម្រេចបានជោគជ័យផ្នែកហិរញ្ញវត្ថុចូលប្រើប្រាស់ពេលវេលានេះដើម្បីកសាងតម្លៃខ្លួនឯងតាមរយៈមធ្យោបាយផ្សេងទៀតដែលមិនបាត់ប្រលុយទី1គឺការកសាងចំណេះដឹងនិងជំនាញឯកទេសឲ្យបានខ្លាំងពូកែទី2គឺការរក្សាវិន័យនិងការគោរពពេលវេលាឲ្យបានជាប់ជួននិងទី3និងការរក្សាសេចក្តីថ្លៃថ្នូរនិងភាពស្មោះត្រង់ក្នុងការនិយាយក្តីនិងសកម្មភាពប្រចាំថ្ងៃនៅពេលដែលអ្នកជាមនុស្សមានសមាជិកខ្ពស់មានការគោរពខ្លួនឯងនិងមានចរិតលក្ខណៈឥតខ្ចោះនោះមនុស្សជុំវិញខ្លួននឹងចាប់ដើមក្នុងអិយាបថមកគោរពអ្នកដោយផ្សាយប្រវត្តិដោយសារតែពួកគេមើលឃើញពីសក្តានុពលនិងគុណតម្លៃពិតប្រាកដដែលលាក់ខ្លួននៅខាងក្នុងរូបរាងដ៏សាមញ្ញរបស់អ្នកកថាខណ្ឌទី7ក៏ដូចជាកថាខណ្ឌក្រោយដែរការផ្លាស់ប្ដូរការដោតអារម្មណ៍ពីការចង់បានការទទួលស្គាល់មកជាសេរីភាពហិរញ្ញវត្ថុ
ពិតប្រាកដជាចុងក្រោយដំណោះស្រាយល្អបំផុតចំពោះបញ្ហាមានលុយគ្មានតម្លៃមិនមែនជាការអង្គុយការទុតឬអបពើសង្គមនោះទេប៉ុន្តែវាគឺជាការយកធម៌ពុទ្ធនោះមកដោតលើការអភិវឌ្ឍខ្លួនដើម្បីសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុដោយស្ងប់ស្ងាត់ចូលខិតខំប្រឹងប្រែងធ្វើការរៀនសូត្រពីរបៀបគ្រប់គ្រងលុយកាក់និងបង្កើនលំហូរប្រាក់ចំណូលរបស់ខ្លួនឯងប៉ុន្តែនៅពេលដែលអ្នកមានលុយទៅថ្ងៃមុតចូលចងចាំមេរៀនមួយនេះដើម្បីកុំឲ្យខ្លួនឯងខ្លាចជាមនុស្សម្នាក់ដែលវាយតម្លៃអ្នកដទៃលើទំហំកាបូបលុយដូចជាមនុស្សដែលធ្លាប់ធ្វើដាក់អ្នកដែរការដឹងខ្លួននិងការមិនដើរតាមលំនាំខុសគោលរបស់សង្គមគឺជាការបង្កើតសេរីភាពផ្លូវចិត្តដ៏អស្ចារ្យនិងជាការចាប់ផ្ដើមនៃវប្បធម៌ដ៏ផ្ដល់តម្លៃមនុស្សលើតម្លៃជាមនុស្សពិតប្រាកដយោងតាមសេចក្តីសន្និដ្ឋានរបស់ខ្ញុំជារួមមកមានលុយមានការគោរពគឺជាតថភាពសង្គមមួយផ្នែកដែលត្រូវបានជំរុញដោយលទ្ធិសម្ភារៈនិយមនិងសភាវគតិរបស់មនុស្សក្នុងការស្វែងរកផលប្រយោជន៍ទោះជាយ៉ាងណាក៏ដោយតថភាពសង្គមនេះមិនអាចមានអំណាចលើជីវិតរបស់អ្នកបានឡើយដរាបណាអ្នកមិនព្រមអនុញ្ញាតឲ្យវាមកវាយតម្លៃខ្លួនរបស់អ្នកតម្លៃពិតប្រាកដរបស់មនុស្សមិនស្ថិតនៅលើម៉ាកសម្លៀកបំពាក់ឬទំហំកាបូបលុយនោះទេប៉ុន្តែវាស្ថិតនៅលើចំណេះដឹងអត្តចរិតនិងសេចក្តីថ្លៃថ្នូរតខ្លួនជួបប្រើប្រាស់ការមើលស្រារបស់សង្គមធ្វើជាផេនអ៊ីនធឺណិតជំរុញការផិនផេនរត់លុយនិងកសាងជីវភាពឲ្យបានរឹងមាំដោយមិនភ្លេចរក្សានៅបេះដូងដ៏កក់ក្ដៅនិងការគោរពខ្លួនឯងជានិច្ចជាចុងក្រោយយោងតាមជាការបញ្ចប់រួមមកតាមអនុសាសន៍សំខាន់របស់ខ្ញុំសម្រាប់ការរក្សាតម្លៃខ្លួនឯងមាន5ចំណុចគឺ1ឈប់ស្វែងរកការទទួលស្គាល់ពីអ្នកដទៃកាលណាអ្នករស់នៅដើម្បីតែចង់ឲ្យអ្នកដទៃឬសាច់ញាតិសរសើរនោះជីវិតរបស់អ្នកនឹងក្លាយជាទាសកររបស់ពួកគេចូលធ្វើការនិងរស់នៅដើម្បីគោលដៅនិងសុភមង្គលពិតរបស់ខ្លួនឯង2វិនិយោគលើរស្មីតួលើការវិនិយោគលើវិនិយោគលើតួខ្លួនលើចំណេះដឹងតួខ្លួនចំណាយពេលអានសៀវភៅហាត់ប្រាណរក្សាសុខភាពនិងចូលនឹងរៀនជំនាញថ្មីសមត្ថភាពនិងសុខភាពល្អគឺជាទ្រព្យសម្បត្តិដែលបង្កើតលុយនិងបង្កើតការគោរពដោយធម្មជាតិ3អនុវត្តការរស់នៅសាមញ្ញតែមានវិន័យខ្ពស់ការស្លៀកពាក់អាបាទសមរម្យមានអនាម័យនិងនិយាយស្ដីច្បាស់លាស់ជឿជាក់និងបង្កើតជាការគោរពខ្ពស់ជាងការពីកបោបប្រេនតែស្វះវិន័យនិងចំណេះដឹង4កម្រិតទំនាក់ទំនងជាមួយមនុស្សដែលមានចរិតសម្ភារៈនិយមឈរ
បើទោះជាសាច់ញាតិក៏ដោយប្រសិនបើពួកគេតែងតែនាំមកនៅថាមពលអវិជ្ជមាននិងការប្រៀបធៀបដែលធ្វើឲ្យអ្នកបាក់ទឹកចិត្តចូលរក្សាគម្លាតឲ្យបានសមរម្យនិងផ្ដោតលើមិត្តភក្តិឬមនុស្សដែលស្រឡាញ់អ្នកដោយសារតែអ្នកជាអ្នកពិតប្រាកដ 5. សំមុនចាយនិងកសាងថេរភាពហិរញ្ញវត្ថុស្រឡាញ់ខ្លួនឯងត្រូវចេះទុកដាក់លុយកាក់ឲ្យបានត្រឹមត្រូវការមានលុយសន្សំបម្រុងទុកនឹងដកឲ្យអ្នកនៅទំនុកចិត្តនិងអារម្មណ៍ស្ងប់ដែលជាខែលការពារផ្លូវចិត្តដ៏រឹងមាំពីការវាយប្រហារនៃសង្គមខាងក្រៅឥឡូវនេះប្រធានបទរបស់ខ្ញុំសម្រាប់នេះឈានដល់ការឈានចូលទីបញ្ចប់ហើយសូមខ្ញុំសូមមេត្តាជាសែងខន្តីអភ័យទោសម្ដងទៀតនៅចំពោះនៅកំហុសខុសកូនខាងសម្លេងរបស់ខ្ញុំដែលដាក់មើលទៅរអាក់រអួលនិយាយមិនសូវច្បាស់ចំណុចណាមួយសូមបងប្អូនជួយកែប្រែឲ្យយោបល់និងជួយចូលគាំទ្រនិងចែករំលែកផងខ្ញុំបើមិននេះទេសូមសួរខ្ញុំនៅខមមិនក្រោមវីដេអូមកចាំខ្ញុំជួយចែករំលែកដល់ជាចំណេះដឹងឲ្យបងប្អូនបាទសូមហើយមួយវិញទៀតខ្ញុំសូមឲ្យបងប្អូនជាទីរាប់អានទាំងអស់គ្នាសូមជួយខ្ញុំសូមជួយចុច link website របស់ខ្ញុំដែលត្រឹមតែបង្កើតដើម្បីរកលុយដើម្បីឲ្យវាដំណើរការរកលុយផងសូមចុចម្នាក់មួយចុចចូល comment ចូល comment នៅក្នុង website នៅក្នុងវីដេអូម្នាក់មួយផងខ្ញុំបានដាក់ link នៅបន្ទាប់ពីខ្ញុំបានធ្វើវីដេអូហើយខ្ញុំនឹងដាក់ link នៅក្នុង comment ក្នុងវីដេអូសូមបងប្អូនជួយចុចចូលនិងគាំទ្រ support ផងសូមអរគុណច្រើនពីខ្ញុំបាទពេជ្រជាពលឺសូមជម្រាបលា